ទឹកមាត់ពេជ្រ V Active ជំរាបសួរអ្នកទាំងអស់គ្នានេះចុងសប្តាហ៍ទីមើលថាខ្ញុំនៅណាមិនទៀតក៏ដឹងដែរត្រូវថាឥឡូវនេះគឺខ្ញុំស្ថិតនៅលើ Walk Street ទោះបីជាភ្លៀងបន្តិចមែនតែយកទៅបានបទពិសោធន៍ថ្មីមួយរំលឹកអតីតកាលកាលនៅក្មេងៗលេងទឹកភ្លៀងអីចឹងណាថ្ងៃនេះទឹកបរិសុទ្ធ V Active គឺចេញជាផ្លូវការហើយក៏មានស្តង់នៅលើ Walk Street យើងច្រើនមែនតើអញ្ចឹងបើសិនជាបងប្អូនទាំងគ្នាដើរបដាស្រែកទឹកបដាចាកុំភ្លេចជាមួយនឹងទឹកបរិសុទ្ធ V Active ហើយនេះគឺមិនមែនមានតែខ្ញុំម្នាក់ឯងគឺខ្ញុំមាន guest ពិសេសចូលរួមដែរអញ្ចឹងនៅឋានៈគេអត់តោះ1 2 3អញ្ចឹងចូលរួម Hello អរុន Hello ឥឡូវនេះគឺខ្ញុំមាន game មួយចង់ឲ្យអរុន guess ថា sign ដែលខ្ញុំកំពុងតែដាក់នេះគឺអានថាម៉េច ទឹក Right នេះទឹក ទឹក 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 នេះ ពិសា មាត់ ទឹកមាត់ នេះមាត់ហ្នឹងអាចញ៉ាំហើយចា ទឹកញ៉ាំ ញ៉ាំ ពេជ្រ យ៉ា មិន បាច់ជារបស់ដែលមិនទៅ មានតម្លៃ មានតម្លៃអូខេមាន hint ឲ្យបងឲ្យប្រឌិតនៅកំប៉ុងតិចទៅអូខេ ប្រណិត Right ដល់ពេលពេជ្រនេះអាចเปลี่ยนថាប្រណិតលេខ2នេះជា V ហើយរ៉ាននេះ active V Active Yeah បន្តមក V active Yes ចាអានសរុបចុះគ្នាមក ទឹកពិសាប្រណិត V active Yeah ទឹកពិសាប្រណិត V Active ឆ្លាតម៉ា ទឹកញ៉ាំប្រណិត V active វ៉ាវពិតជាស័ក្តិសមជា BM មែនតើតែឆ្លើយខុសខុសអីគេបងឥឡូវនេះគឺទឹកពិសាប្រណិត V Active ចា ទឹកមាត់ពេជ្រ V Active Bro ទឹកពិសាប្រណិត We Active ទឹកពិសាប្រណិត V Active តោះដោយសារតែឥឡូវទឹកពិសាប្រណិត We Active យើងគឺតំតែចាញ់ដែរអញ្ចឹងសូម្បីតែខ្ញុំជឿថាអរុនក៏គាត់អត់តបានភ្លក់ដែរឥឡូវចង់ឲ្យអរុនភ្លក់រសជាតិទឹកពិសាប្រណិតយើងមើលថាមានរសជាតិមិនដែរ ជាតិឆ្ងាញ់ល្អសម្រាប់កីឡាពួកកីឡាករបាទ រសជាតិវាលក្ខណៈដូចធម្មតាវាមាន pH ទៅវាមានអារម្មណ៍ថាទឹកហ្នឹងវារៀងឡំចាវាមិនមែនសាបចាឆ្ងាញ់ ឆ្ងាញ់ហើយអីដែលសំខាន់គឺយើងអាចឆុងជាមួយនឹងទឹកដោះគោបានទៀត រសជាតិឈ្ងុយប្លែក អូអូខេអ្នកទាំងអស់គ្នាឥឡូវ challenge យើងគឺមកដល់ទីបញ្ចប់ហើយគឺថាអ្នកឈ្នះ2នាក់ហើយអ្នកចាញ់2នាក់ហើយអ្នកចាញ់ហ្នឹងគឺមិនបាច់សួរថាអ្នកណាទេគឺ BA យើងទាំងពីរតែម្ដងចាចឹងបងប្អូនទាំងអស់គ្នាគឺចង់ប្រាប់ថាទឹកបរិសុទ្ធបណ្ឌិត V Active យើងឥឡូវគឺមាននៅលើទីផ្សារហើយដែលបងប្អូនទាំងអស់គ្នាអាចអញ្ជើញជាវបាននៅតាមម៉ាកឬក៏ផ្សារនៅចិត្តបងប្អូនទាំងអស់គ្នាបំផុតអញ្ចឹងកុំភ្លេចបរិសុទ្ធស្រស់ស្រាយទាំងអស់គ្នា V Active